អ្នកទាំងគ្នាប្រហែលជាគិតថាមហាសមុទ្រនៅលើផែនដីរបស់យើងធំណាស់ហើយមែនទេប៉ុន្តែនៅក្នុងអវកាសមានពពកទឹកមួយដែលមានទឹកច្រើនជាងទឹកទាំងអស់នៅលើផែនដីរាប់ពាន់លានដងឯណោះអ្នកទាំងគ្នាតើវាជាអ្វីដែរហើយហេតុអ្វីបានជាវាមានទឹកច្រើនបែបនេះនៅក្នុងអវកាសកាលឆ្នាំ2011ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសការរកឃើញដ៏អស្ចារ្យមួយអ្នកទាំងគ្នាពួកគេបានរកឃើញពពកចំហាយទឹកដ៏ធំសម្បើមនៅជុំវិញខ្វ៉ាសាមួយឈ្មោះថា APM 08279 52 និង 55 ខ្វ៉ាសាគឺជាវត្ថុដែលភ្លឺខ្លាំងបំផុតមួយនៅក្នុងចក្រវាឡនៅចំកណ្ដាលរបស់វាមានប្លេកហូរយក្សមួយដែលមានម៉ាស់ធំជាងព្រះអាទិត្យរាប់ពាន់លានដងអ្នកទាំងគ្នាសូមសម័យថាប្លេកហូរមួយកំពុងតែលេបឧស្ម័ននិងធូលីអវកាសជាបន្តបន្ទាប់ពេលសារធាតុទាំងនោះវិលជុំវិញប្លេកហូរក្នុងល្បឿនលឿនវាបង្កើតជាថាមពលយ៉ាងខ្លាំងនិងបញ្ចេញពន្លឺភ្លឺជាងកាឡាក់ស៊ីទាំងមូលទៅទៀតនេះហើយជាអ្វីដែលគេហៅថាខ្វ៉ាសាចំណុចដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថាពពកនេះមានទឹកច្រើនជាងទឹកទាំងអស់នៅលើផែនដីរបស់យើងទៅទៀតប្រហែលជា140,000 លានដងឯណោះអ្នកទាំងគ្នាស្ដាប់មិនច្រឡំទេគឺ140,000 លានដងទឹកនៅលើផែនដីទាំងអស់មហាសមុទ្រទន្លេបឹងនិងទឹកកកបូកបញ្ចូលគ្នាទាំងអស់ក៏នៅតែតូចជាងពពកនេះយ៉ាងច្រើនដែរអ្នកទាំងគ្នាពពកនេះស្ថិតនៅឆ្ងាយពីផែនដីរបស់យើងប្រហែលជា 12,000 លានឆ្នាំពន្លឺនោះវាមានន័យថាពន្លឺដែលយើងមើលឃើញសប្តាហ៍ថ្ងៃនេះបានចាប់ផ្ដើមធ្វើដំណើរតាំងពីចក្រវាឡនៅក្មេងខ្ចីមកម្លេះដូច្នេះអ្នកវិទ្យាសាស្ត្រមិនត្រឹមតែឃើញពពកទឹកប៉ុណ្ណោះទេពួកគេក៏កំពុងតែមើលអតីតកាលរបស់ចក្រវាឡបានផងដែរតើគេដឹងថាមានទឹកដោយរបៀបណាសំណួរនេះគឺមានមនុស្សជាច្រើនតែសួរគឺអ្នកវិទ្យាសាស្ត្រមិនបានទៅដល់ទីនោះទេអ្នកទាំងគ្នាពួកគេប្រើ telescope វិទ្យុដ៏ធំដើម្បីសិក្សារលកដែលចេញពីអវកាសនោះឯងម៉ូលេគុលនីមួយៗមានស្នាមរាងដៃតខ្លួនក្នុងរលកពន្លឺពេលដែលគេរកឃើញសញ្ញាពិសេសរបស់ H2O គេអាចដឹងថានៅទីនោះមានចំហាយទឹកបានដោយការរកឃើញនេះបង្ហាញថាទឹកមិនមែនជារបស់កម្រនៅក្នុងចក្រវាឡយើងនោះទេសារធាតុសំខាន់សម្រាប់ជីវិតអាចមាននៅគ្រប់ទីកន្លែងអ្នកនរគ្នាវាមិនមែនមានន័យថាមានមនុស្សរស់នៅទីនោះនោះទេប៉ុន្តែវាបង្ហាញថាធាតុផ្សំសម្រាប់ជីវិតអាចមានច្រើនជាងដែលយើងធ្លាប់គិតនៅពេលដែលអ្នកនរគ្នាមើលទៅលើមេឃនៅពេលយប់សូមអ្នកនរគ្នាចងចាំថានៅឆ្ងាយរាប់ពាន់លានឆ្នាំពន្លឺមានពពកទឹកយក្សមួយដែលផ្ទុកទឹកច្រើនជាងមហាសមុទ្រទាំងអស់នៅលើផែនដីរាប់ពាន់លានដងឯណោះហើយវាក៏ជាការរំលឹកមួយដែរថាចក្រវាឡគឺធំជាងអ្វីដែលយើងគិតនឹងនៅតែមានអាចកំបាំងជាច្រើនរងចាំឲ្យមនុស្សយើងស្វែងរកបន្តទៅទៀតចុះសម្រាប់អ្នកនរគ្នាវិញគិតយ៉ាងម៉េចដែរសូម comment ខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកនរគ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក